ស្រួលចាំបងប្អូននេះគេបោចស្មៅព្រៃអាលឹកនេះឲ្យ BC នេះតោះតែខ្ញុំមិនដឹងថាអានឹងគេហៅដើមអីទេបងប្អូនបោចឲ្យ BC ស៊ីខ្ទេចទៅជ្រូកនេះវាស្រួលចាំវាស៊ីបន្លែអត់រើសអត់សូវរើសពីច្រើនគឺវាស៊ីឯងហ្នឹងហើយអានេះបងខាងកំពង់ស្ពឺគាត់កំងទៅ2ក្បាលដែរញីមួយឈ្មោលមួយគាត់យកគីឡូតូច2ក្បាលតែមកតំតាបានតន់ដឹកឲ្យគាត់តែជិះ2 3ថ្ងៃទៀតវឡានគេចេញទៅវាតាក់ថងឡានគេអត់ចេញសម្រាប់ពុកម៉ែបងប្អូនណាដែលត្រូវការជ្រូកប្រៃកាត់ជ្រូកក៏ដល់យកទៅចិញ្ចឹមបងប្អូនបាទតាក់តងតាមលេខទូរស័ព្ទជាប់នឹងវីដេអូមកបងប្អូនបាទអានេះឈ្មោលបងប្អូនអសឈ្មោលគីឡូធំបាទគីឡូធំអសឈ្មោលនៅសល់តាគីឡូ20ជាង20ហ្នឹងបងប្អូនបាទអានេះចូល20ជាង20ហើយ20ទៅ25ឈ្មោលនេះបងប្អូនយកទៅធ្វើមេបាធ្វើបាពូជបងប្អូនត្រូវនេះប៉ុន្តែចេះជន់បងប្អូនចេះឡើងត្រូវការតាក់តងមកបងប្អូនសល់ឈ្មោល4ក្បាលបងប្អូនឈ្មោលហើយមេនេះធំមេនេះគឺផើមទៀតហើយបងប្អូនផើមមួយសាទៀតហើយផើមលើកទី2នេះកូន2សាលើកនេះតែកើតកូនមួយសាទៀតគឺបាន2សាបងប្អូននេះបាគេឈ្មោលស្អាតបងប្អូនឈ្មោះស្រួចបងប្អូនខ្លះគាត់ឆ្ងល់ថាជ្រូកគាត់មិនបានវាជ្រុះរោមអស់វានិយាយទៅមួយឆ្នាំវាជ្រុះរោមម្ដងបងប្អូនមួយឆ្នាំវាជ្រុះម្ដងជ្រុះហើយវាឆ្នាំដោះរោមថ្មីមកទៀតហ្នឹងហើយមិនទៅព្រួយបារម្ភថាអីជ្រូកខ្ញុំកើតអីគេបានធ្លាក់រោមអស់លេងអញ្ចឹងអ្នកខ្លះគាត់អត់ដឹងរោមក៏វាធ្លាក់ធម្មតាបងប្អូនធ្លាក់មួយឆ្នាំធ្លាក់ម្ដងហើយដោះឡើងវិញនេះផើមក៏ភ្លេចហ្នឹងប្រហែលជាក្នុងខែ1 ខែ 2ហ្នឹងបងប្អូនបាទក្នុងខែ1ទៅខែ2ហ្នឹងអាចจะកាត់កូនបាទក្នុងខែ1ទៅខែ2ក្នុងដើមអាចจะក្នុងដើមខែ1ផងបងប្អូនទៅក្នុងដើមខែ1នេះយើងខែ11ទៅខែ12ដាច់ឆ្នាំបងប្អូនចូលថ្ងៃទី1ឆ្នាំថ្មីហ្នឹងអាចจะកាត់កូនមេ2ក្បាលស៊ីខ្ទេចនេះឈ្មោលស្អាតៗបងប្អូន